អានញ្ញាតគោរពជំរាបសួរប្រិយមិត្តអ្នកស្ដាប់ទាំងអស់របស់ Channel តោះស្ដាប់ហើយថ្ងៃនេះខ្ញុំយកសាច់រឿងមួយយកមកដំណើរចែកជូនប្រិយមិត្តស្ដាប់លេងកម្សាន្តដែលសាច់រឿងមួយនេះគឺខ្ញុំទទួលបានពីបងប្រុសម្នាក់ដែលគាត់បាននិយាយរៀបរាប់អំពីខ្លួនគាត់ផ្ទាល់តែម្ដងគាត់ថាតាំងពីប្រពន្ធរបស់គាត់ស្លាប់ទៅគាត់បន្តរស់នៅជាមួយនឹងម្ដាយក្មេករបស់គាត់អញ្ចឹងណារស់នៅជាមួយម្ដាយក្មេកគាត់ហើយស្រាប់តែថ្ងៃមួយភ្លើងតណ្ហារបស់គាត់ហ្នឹងបានឆាប់ឆេះឡើងតែអញ្ចឹងវាយ៉ាងថាគាត់មិនអាចពិបាកពីលុតណាអញ្ចឹងពលុតហ្នឹងទោះតែរតណ្ហាពលុតភ្លើងតណ្ហាដូចគ្នាហើយចំណងទល់នឹងចំណងទៅអាចពលុតបានរឿងភ្លើងតណ្ហាអញ្ចឹងណាយ៉ាងណាមិញដូចជាបរិសម្នាក់នេះអញ្ចឹងគាត់បាននិយាយខ្លួនគាត់អញ្ចឹងណាហើយគាត់ហ្នឹងបានយកម្ដាយក្មេកគាត់ធ្វើជាប្រពន្ធហើយម្ដាយក្មេករបស់គាត់ហ្នឹងអាយុបងគាត់តែ2ឆ្នាំទេអញ្ចឹងបើយើងគិតទៅបើសាច់ក្រៅឬមួយក៏អ្នកដតីត្រូវគេហៅបងស្រីអញ្ចឹងណាហ្នឹងហើយអញ្ចឹងក៏មិនខាត់ពេលវេលាយូរតើបងប្រុសហ្នឹងគាត់រស់នៅជាមួយម្ដាយក្មេកគាត់យ៉ាងណាហើយបើសិនជាហើយវីដេអូនេះបើសិនជាខ្ញុំនិយាយទៅប៉ះពាល់អារម្មណ៍ប្រិយមិត្តអ្នកស្ដាប់ទាំងអស់សូមមេត្តាខន្តីអភ័យទោសដល់រូបខ្ញុំផងបាទហើយថ្ងៃនេះគឺជាត្រូវនៅថ្ងៃទី21ខែ7ឆ្នាំ2026ណាបងប្អូនណាអញ្ចឹងបើបានស្ដាប់ហើយសូមកុំភ្លេចជួយចុច Subscribe បើភាសាខ្មែរសូមចុចជាវនឹងទទួលបាននៅវីដេអូថ្មីទៀតពីខ្ញុំបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូររីករាយស្ដាប់ជាមួយនឹង admin ទាំងអស់គ្នា Let's go បាទផ្ដើមនៃសាច់រឿងដំបូងដែលបងប្រុសម្នាក់ហ្នឹងគាត់មានឈ្មោះថាបញ្ញាចែស្រុកកំណើតរបស់គាត់អ្នកខេត្តកំពង់ចាមមិនដឹងជាម៉េចបងប្អូនគាត់ថាដើរធ្វើការសុកគាត់ទៅក៏បានស្គាល់ប្រពន្ធរបស់គាត់អ្នកខេត្តព្រៃវែងក៏បានជាប់រស់នៅជាមួយនឹងប្រពន្ធរបស់គាត់ហើយប្រពន្ធរបស់គាត់ហ្នឹងកាយសម្បទានក៏មិនមមមួនអីដែរទេដោយប្រពន្ធរបស់គាត់ក៏ខ្នងអញ្ចឹងណាហើយម្ដាយក្មេករបស់បងប្រុសហ្នឹងគឺគាត់មានចៅដល់ទៅ2នាក់ហើយគាត់ហ្នឹងមានអាយុដូចជា45ឆ្នាំហើយនិយាយទៅម្ដាយក្មេករបស់គាត់ហ្នឹងអាយុបងគាត់2ឆ្នាំអញ្ចឹងណាអញ្ចឹងប្រពន្ធរបស់គាត់មានអាយុតែ20ឆ្នាំអីទេអញ្ចឹងតាំងពីប្រពន្ធគាត់ស្លាប់ចោលអញ្ចឹងទៅណាគាត់ក៏សម្រេចចិត្តយកម្ដាយក្មេកគាត់ធ្វើជាប្រពន្ធអញ្ចឹងគាត់សូមនិយាយពីជីវៈរបស់សូមទោសប្រិយមិត្តនិយាយចង់ជាប់មាត់សូមនិយាយពីជីវៈប្រវត្តិរបស់គាត់គាត់រស់នៅខេត្តកំពង់ចាមគាត់ដើរធ្វើការសំណង់ក៏បានជួបប្រពន្ធរបស់គាត់នៅទីក្រុងភ្នំពេញហើយប្រពន្ធរបស់គាត់រៀងកុំខ្នងពិតមែនប៉ុន្តែរៀងរើស្អាតបាតអញ្ចឹងណាគូព្រេងរបស់គាត់គេទៅតម្រូវឲ្យគាត់យកគ្នាធ្វើជាប្តីប្រពន្ធដល់ពេលរស់នៅជាមួយគ្នាបានរយៈពេល 2-3 ឆ្នាំប៉ុន្តែប្រពន្ធរបស់គាត់នឹងក៏មានជំងឺប្រចាំកាយកើតឡើងជំងឺប្រចាំកាយយ៉ាងម៉េចបងប្អូនគឺគាត់ឈឺរ៉ាំរ៉ៃអញ្ចឹងណាឈឺរហូតដល់ 2-3 ឆ្នាំអញ្ចឹងទៅប្រពន្ធគាត់ក៏បានស្លាប់ចោលគាត់បាត់ទៅតាំងពីប្រពន្ធស្លាប់ចោលអញ្ចឹងណាដីស្រែដីចម្ការហ្នឹងគឺគាត់អត់យកទេហើយដីដែលម៉ែក្មេកគាត់ចែកឲ្យហ្នឹងក៏គាត់អត់យកដែរគាត់សុំតែខ្លួនត្រឡប់ទៅផ្ទះវិញប៉ុន្តែម្ដាយក្មេករបស់គាត់ហ្នឹងក៏បានហាមថាកូនហើយទៅនៅស្រុកវិញទៅអីនៅមួយម៉ែហើយម៉ែម៉ាយមិនប្រៅអញ្ចឹងណាមើលចៅទៅ2នាក់អត់មានបណ្ណាជួយបម្រើបាយទឹកព្រឹកល្ងាចទេអញ្ចឹងទៅវិញទៅអីនៅជួយធ្វើស្រែធ្វើស្រូវអញ្ចឹងណាហើយដល់មួយបងប្រុសបញ្ញាហ្នឹងគាត់ថាគាត់គិតថាអាណិតម៉ែក្មេកម៉ែអីទៅគាត់ក៏នៅជួយធ្វើស្រែធ្វើស្រូវធ្វើចម្ការអញ្ចឹងណាហ្នឹងហើយដោយសារតែដីគាត់ច្រើនប៉ុន្តែអត់មានអ្នកជួយធ្វើស្រែចម្ការទេដល់ពេលនៅជាមួយយូរអញ្ចឹងទៅថ្ងៃមួយបងប្រុសបញ្ញាហ្នឹងគឺគាត់ចង់ហូបមាន់ស្ងោរអញ្ចឹងគាត់ចង់កាប់ហូបមាន់ស្ងោរគាត់ចូលចាប់មេមាន់អញ្ចឹងទៅម៉ែក្មេកហ្នឹងគាត់សុំក៏អនុញ្ញាតឲ្យមាន់ស្ងោរមួយឲ្យមាន់ហ្នឹងមួយយកមកស្ងោរខ្លែមស្រាដល់ពេលគាត់ផឹកស្រាយូរទៅណាបងណាគាត់ផឹកស្រាសអស់រយៈពេល1លីត្របើគាត់នៅជាមួយម៉ែក្មេករៀងយូរដែរអញ្ចឹងណាដល់ពេលអញ្ចឹងទៅគាត់ខែមស្រាទៅគាត់នឹកឃើញតែពេលថាសវឹងស្រឿងគាត់នឹករលឹកដល់ប្រពន្ធអញ្ចឹងណាភ្លើងតណ្ហារបស់គាត់ក៏បានឆាប់ឆេះឡើងដល់ពេលឆាប់ឆេះអញ្ចឹងទៅគាត់ដឹងធ្វើម៉េចគាត់ក៏ផឹកស្រាអស់ដូចជាបាន1លីត្រជាងស្រាសអញ្ចឹងណាគាត់ទៅដើរទៅសម្ដៅមុងរបស់ម៉ែក្មេករបស់គាត់និយាយទៅណាម៉ែក្មេករបស់គាត់ក៏ម៉ាយយូរដែរអញ្ចឹងណាគេថាម៉ាយខានជូមាត់អីចឹងណាហ្នឹងហើយបងប្អូន
mày dù chu một chẳng tới bong bà nhà nó con có đa từ bạn mông rồi bo mà đai khmei quạt tại vì lúc tới bong bộ vậy tới bong bộ này đai khmei rồi bong bà nhà nó cứ bong ở bong tập pi năm thì chẳng là dù khô khi tinh tôi chứ chẳng á mình men tha bong trao đi thế chẳng rừng nó có ai vô khi thôi chụp đây một pôn của bạn đấy chẳng á ai ta khang phía kỳ nó prom riêng luôn này chẳng á là ngày và tọp máu quạt bạn mông tới hay bong bà nhà có sự vắng xa sương á quạt cô này vậy tròn tròn tha mày ơi chùm men máy thì cái vô thòm đá hai máy đó vậy nó ta chùm tròn bàn chùm tròn room đầm này chùm môi nẹm đá nẹm máy chẳng nè ba admin vậy tròn đi con một đó play mất từng vậy thao đẹp bon chắc là hai bộ dừng vậy sao chứ đừng vì con một đó con và hai chẳng thà đẹp bon chùm tròn room đầm này chùm môi đẹp bon hay đẹp bon cật mạch bình đà về dần tới bọn đã đứt và cốt bông pôn dùng bạn giấy đường nữa và chỉ mình tên được tiệm một mạch đấy bông pôn rồi làm sao bông pôn phật sting mới đang ngày hay con bóng đấy nó còn gì than chứ mình lo thế ấy của ấy chuyện tới chỉ bài không mày đó bông pôn giấy trong đó xuống dây và bạn men tên ông buồn kia tới bị thả máy ông bạn giấy nha thầm cài thì ấy dân côn xa khi nâng hay cô này từ mày mình côn xa khi nâng viêm xóm thì lại nhiệt khang cái thả rồi thầm ấy tê và tham bạch má còn gì trăng trăng rồi giống lắm thay vô trong thư chụp đây rồi tới đọc về chẳng thức phụ quạt đèn pi nâng có ban rùm rút chưa mùi nâng kia không pe nâng từ hay một con bạn giấy admin đừng thì tham mấy chạy xóm đấy mong con đừng có run nơi chừng mùi nâng đai khmei còn đồng hồ đã cả chip đây một pôn hai quạt co run nơi chừng mùi dư kia du tới quạt có này có lại nhiệt chật khang cái đằng lưới có sầm ra chật thả sen spray một cục cây trứng là mọiក្នុងđây và can khang ấy trứng này này hay riêng này cứ việc clay maintain mong con bà hay riêng con xã dục mai khmei thừa một pôn này có slash tay phần năng ấy spray mất năng hay sạch riêng này có trong vậy tha ai dụ con là chia tu lệ gì chắc nè chẳng sạch riêng nó cứ miền tây phần năng tế bà xin chỉ admin này dạy tới miền ca coach con trong cho mình ná xong người ta khăn tay tay phải tốt đâu được trong bát admin đóng có số một con đằng xôm group lý chụp như là video cài tiện bye bye